បាទសួស្តីបងប្អូននេះគឺជាវិធីក្នុងការសិក្សា app ទី1បាទអញ្ចឹងនៅក្នុងកម្មវិធីត្រៀមប្រឡងគ្រូនេះយើងមាន app ជាច្រើនបាទអញ្ចឹងខ្ញុំសូមបង្ហាញទៅលើ app ទី1នេះបាទអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់បាទអញ្ចឹងនៅក្នុងការអនុវត្តទៅលើ app ទាំងអស់នេះគឺលំហាត់ផ្នែកនេះគឺជាលំហាត់ងាយបាទហើយនេះគឺជាលំហាត់បែបមធ្យមហើយនេះគឺជាកម្រិតលំបាកហើយការលំបាកហ្នឹងលំហាត់ដែលលំបាកហ្នឹងមានដល់18កម្រិតបាទអញ្ចឹងយើងអាចប្រើប្រាស់ទៅតាមហ្នឹងបាទអញ្ចឹងក្នុងលំហាត់ទាំងអស់នេះគឺមាន10លំហាត់បាទ20លំហាត់អីជាដើមបាទអញ្ចឹងយើងអាចជ្រើសរើសបានហើយក្នុងលំហាត់ទាំងអស់សុទ្ធតែមានចម្លើយបាទសុទ្ធតែមានចម្លើយហើយយើងអាចពិនិត្យទៅនឹងផ្ទៀងផ្ទាត់ចម្លើយបានបាទហើយវិធីក្នុងការធ្វើគឺយើងគ្រាន់តែចុចទៅលើពាក្យថាចាប់ផ្ដើមរៀនបាទបន្តមកទៀតគឺយើងនិយាយអំពីគេហៅថាចុះឈ្មោះបាទបន្តមកទៀតគឺយើងគ្រាន់តែដាក់ឈ្មោះហើយនឹងដាក់ email ហើយនឹងដាក់ password នេះគឺយើងដាក់6ខ្ទង់ឡើងហើយយើងត្រូវចាំ email ហើយនឹង password យើងនេះណាបាទហើយយើងអាចដាក់រូបភាពបានដែរបាទតទៅមកទៀតជាការស្រេចបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចចូលទៅប្រើប្រាស់បានបាទហើយផ្នែកនេះគឺ app ទី1នេះគឺមានទាំងគណិតមានទាំងវប្បធម៌ទៅនៅតែសេចក្តីបាទបាទអញ្ចឹងវីដេអូបន្តទៀតលោកគ្រូនឹងបង្ហាញអំពី app បន្តទៀតបាទសូមអរគុណច្រើនបងប្អូនបាទ